តឥឡូវយើងមកមើលពីរបៀប booking នៅក្នុង app ទាំងអស់គ្នាអញ្ចឹងដំបូងអ្នកគ្នាចូលទៅកាន់កន្លែងដែលមានពាក្យថា local ហើយបន្តមកទៀតកន្លែងនេះគឺយើងមានពីរដែលយើងត្រូវជ្រើសរើសអញ្ចឹងទី1នេះគឺ sender address ចឹងមានន័យថាគឺជាអាសយដ្ឋានរបស់ទីតាំងរបស់អ្នកលក់អញ្ចឹងយើងគ្រាន់តែបំពេញឈ្មោះលេខទូរស័ព្ទនិងអាសយដ្ឋានដើម្បីងាយស្រួលឲ្យអ្នកទៅយកកង្វះហ្នឹងគឺស្គាល់កន្លែងហើយទី2ហ្នឹងគឺ receiver ហ្នឹងមានន័យថាទីតាំងអាសយដ្ឋានរបស់អ្នកទិញអញ្ចឹងយើងគ្រាន់តែបំពេញឈ្មោះហើយនឹងលេខទូរស័ព្ទហើយនឹងអាសយដ្ឋានដូចគ្នាមកអញ្ចឹងបន្ទាប់ពីយើងបំពេញអាសយដ្ឋានលេខទូរស័ព្ទហើយនឹងឈ្មោះរបស់យើងរួចរាល់ហើយគឺយើងគ្រាន់តែចុច save ទៅអញ្ចឹងចូលដល់ចំណុចនេះអញ្ចឹងចំណុចនេះអ្នកគ្នាអាចជ្រើសរើសបានអញ្ចឹងអ្នកគ្នាចូលទៅកន្លែង cargo type ជំនឿថាជាប្រភេទទំនិញអញ្ចឹងប្រភេទទំនិញហ្នឹងគឺយើងអាចរើសបានទៀតអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំយកពាក្យ daily necessity មានន័យថាគឺជាតម្រូវការចាំបាច់ប្រចាំថ្ងៃអញ្ចឹងនៅពេលដែលយើងជ្រើសរើសរួចកន្លែង cash on delivery ហ្នឹងគឺយើងបើកប៊ូតុង Q ហ្នឹងទៅហើយបន្ទាប់មកយើងដាក់តម្លៃអីវ៉ាន់របស់យើងហើយអញ្ចឹងបន្ទាប់ពីយើងដាក់តម្លៃដាក់អីហើយគឺយើងជ្រើសរើសកន្លែង payment of charge មានន័យថាកន្លែងហ្នឹងគឺសេវាបើសិនជាអ្នកលក់គាត់ pay សេវាហើយគឺយើងយក shipper តែបើសិនជាយើងយកសេវាពីអ្នកទទួលគឺយើងដាក់ receiver អញ្ចឹងចុងក្រោយនៅពេលដែលយើងបំពេញរួចរាល់យើងគ្រាន់តែចុចពាក្យ order ទៅជាការស្រេច